ធ្លាប់តែលេងប្រភេទឡានដឹកដីគ្រឿងចាក់ឥឡូវភ្ញៀវផ្ញើឡានល្បឿនឲ្យលេងមិនដឹងថាយ៉ាងម៉េចយ៉ាងណាទេបងប្អូនណាឡាននេះគឺឡានបើកល្បឿនលឿននិយាយលេងបងប្អូនណាមិនមែនភ្ញៀវផ្ញើឲ្យលេងផ្ញើឲ្យធ្វើទេសារឡានគាត់ខូចណាហើយខ្ញុំមិនដែលលេងទេឡានប្រភេទនេះខ្ញុំលេងតែឡានដឹកដីឡានអីបជាប្រភេទគ្រឿងចាក់ខ្នាតធំតែថ្ងៃនេះមានឱកាសដោយសារភ្ញៀវគាត់ខូចគាត់ថាឡានរបស់គាត់ហ្នឹងគឺលេងធម្មតាទេហើយថ្ងៃហ្នឹងដឹងយ៉ាងម៉េចគាត់សាក់ថ្មពេញហើយស្រាប់តែយកមកដោតគឺបជាលេងបានអីលេងបានហ្មងបាទនេះចេញមកឲ្យកង់មកមែនភ្ញៀវម្ចាស់ឡានអ្នកលេងនេះគឺកូនគាត់ទេបងប្អូនបាទគាត់ទិញឲ្យកូនគាត់លេងណាចឹងឡានកូនគាត់ទេប៉ុន្តែស្រាប់តែគាត់បញ្ចូលថ្មពេញហើយថ្ងៃហ្នឹងដោតដុយបជាលេងបានតែម្ដងបាទស្ងាត់ឈឹងស្អីក៏លេងកំហឹងដែរអញ្ចឹងនឹងតែមានបញ្ហាអីទេហើយគាត់បានឆាតសួរនាំខ្ញុំក៏បានប្រាប់ទៅថាចេះឲ្យមួយបងឆែកនេះឆែកនោះប៉ុន្តែគាត់ថាគាត់ពិបាកមិនដឹងយ៉ាងណាអីយ៉ាងណីគាត់អត់សូវយល់ពីប្រព័ន្ធអស់នេះគាត់អត់យល់គាត់ចេះតែលេងទេបាទតែអញ្ចឹងទៅមានតែឥឡូវចេះបងផ្ញើឡានឲ្យខ្ញុំទៅខ្ញុំយកមកឆែកមើលឲ្យបងផ្ទាល់ហ្មងហើយខូចកន្លែងណាអីកន្លែងណាមានបញ្ហាអីខ្ញុំយើងនិយាយគ្នាតទៀតអញ្ចឹងគាត់ក៏អូខេគាត់អត់និយាយច្រើនគាត់ផ្ញើឡានឲ្យហ្មងគាត់សួរថាអស់ប៉ុន្មានទេណាគាត់សួរគាត់ផ្ញើឡានឲ្យធ្វើហ្មងបាទអញ្ចឹងបាទអ្នកធ្វើក៏ស្រួលដែរបាទផ្ញើមកធ្វើហ្មងបាទអត់និយាយច្រើនទេបាទគាត់បាទនេះ ESC អានេះ receiver អានេះថ្មអូថ្មគេទូចមួយទេបាទប៉ុន្តែ 3S 12V 11.1V ប៉ុន្តែទូចហ្នឹងបាទឥឡូវយើងរកកំហូចវាតែម្ដងយើងដោតដោយវាចូលមកបាទមើលស្រួលបួបាទដោតខុស V-V ឡើយលុចលើង load ហើយបាទ load ហើយតែ receiver នេះដូចជាអត់ភ្លឺទេបាទអត់ឃើញភ្លើងទេធម្មតាអាហ្នឹងត្រូវភ្លឺភ្លើងបើដំណើរការតែឥឡូវវាអត់ភ្លឺបាទហើយយើងបើកតេឡេមួយទៀតហាច់បាទនៅ load flow ដដែលអានេះធម្មតាតែបើកតេឡេហ្នឹងវាត្រូវ connect គ្នាអានេះវាត្រូវឈប់ load ហើយតែឥឡូវវាអត់ហើយស្ងាត់អស់លេងហ្នឹងបើមានឃើញរោគសញ្ញាការៈអីសោះត្មងស្ងាត់ឈឹងហើយ receiver នេះបាត់ភ្លើងបាត់អញ្ចឹងតាមអ្វីដែលខ្ញុំសង្ស័យគឺខ្ញុំសង្ស័យថាវាខូចពីអានេះឬក៏ពីអានេះបើអានេះមិនឲ្យភ្លើងមកនេះអានេះក៏អត់ដំណើរការតែបើសិនជាអានេះឲ្យភ្លើងមកហើយអានេះខូចក៏វាអត់ដំណើរការដែរអញ្ចឹងឥឡូវខ្ញុំធ្វើការតេស្តបាទខ្ញុំបិទ tele សិនអានេះយើងដោះថ្មវាចេញមកអញ្ចឹងឥឡូវនេះខ្ញុំតេស្តជាមួយនឹងតែ receiver នេះចឹងឥឡូវខ្ញុំដោះអានេះខ្សែ ESC វាខ្សែវាភ្ជាប់ទៅនេះខ្ញុំដោះចេញខ្ញុំយក ESC ខ្ញុំមកដាក់អូខេបងប្អូនឥឡូវ ESC មកដល់ហើយបាទ ESC នេះឃើញហើយចង់ក្អួតបាទអានេះអត់ខូចបងប្អូនណាដំណើរការធម្មតាណាតែខ្ញុំដោះដៃតិចដោះអីចេញទៅវាអញញ៉ាយខ្វក់មើលតិចប៉ុន្តែនៅធ្វើការធម្មតាអញ្ចឹងយកថ្មមួយមកហើយ ESC មួយដើម្បីតេស្ត receiver របស់គាត់អញ្ចឹងឥឡូវយើងដោតថ្មចូលសិនមកវាច់បាទអត់ចូលហើយយើងអានេះកាន់សង្ក្លាច់ប៉ះដែកទៅឆ្លងខូចទៅទេអានេះដូច ESC នេះដូចភ្លើងចេញមកពី ESC ហ្នឹងយើងទៅដោតនៅនេះបាទឥឡូវយើងដោតមើលមិនមកទេនេះប៊ុចភ្លើបាត់ណាលោតក្រហមខៀវបាត់ហើយអញ្ចឹងមកន័យថា receiver នេះគឺអត់មានឈឺស្កាត់ឈឺធ្មេញឈឺអីទេបាទដល់ម្ដងទៀតភ្លឺបាទឥឡូវវាភ្លឺហើយអញ្ចឹងមកន័យថាបញ្ហាមកពីអានេះហើយហើយយើងបើក tele វាសិនចង់ដឹងមើលចេះ connect ទេអីយ៉ាពជាចកោតបានហ្នឹងបងនេះចាំមើលនេះទៅបាក់ថតទៀតហ្នឹងជិះអៀតទៅណែចឹងចកោតពជាបានហើយនៅដល់ទៅមុខទៅក្រោយទេបាទអូខេឥឡូវឃើញថា receiver នេះនៅដំណើរការធម្មតាអត់ខូចទេ receiver ហ្នឹងគឺវាទទួលបញ្ជាមកពី tele បាទអញ្ចឹងវាអត់ខូចទេអញ្ចឹងយើងការងារបន្តទៀតយើងត្រូវកាត់តេស្ត motor របស់គាត់ដោយសារនេះវាអត់ដើរស្រាប់ហើយវាអត់ឲ្យភ្លើងទៅ receiver ទេអញ្ចឹងមកន័យថានេះវាអ្នកខូចមិនឲ្យភ្លើងទៅ receiver ឥឡូវយើងដោះខ្សែ motor បាទ
នេះជាប្រភេទ motor ខ្សែ3 motor Pro Slash បាទខ្សែ motor វាមាន3នេះអញ្ចឹងខ្ញុំយកមកដោតជាមួយនឹងខ្សែ ESC របស់ខ្ញុំ ESC របស់ខ្ញុំក៏ខ្សែ3ដែរប៉ុន្តែនេះ ESC ប្រភេទ ESC យន្តហោះឯង ESC យន្តហោះ ESC drone អញ្ចឹងមុខងារវាបានរត់ទៅមុខឯងវាអត់ចេះថយក្រោយ ESC នេះតែมันសំខាន់យើងចង់ដឹងថា motor វានៅដំណើរការអត់អញ្ចឹងយើងដោតលុយវាមកបាទដោតលុយហើយឥឡូវយើងធ្វើការតេស្តយើងដោតថ្មចូលបាទបិទតេឡេសិនយើងកើវាគីឡូវា error ទៅហោះខ្ទេចអស់អានេះអត់មានអីក្របទៀតណាតែតែប៉ះដែកខូចចឹងបាំងចេះចុះហីដល់កឲ្យជាងបាទឥឡូវនេះយើងដោតថ្មចូលអូស៊ីលុយបាត់ហើយមកបងលឺសូតិចទេខ្ញុំដោតមើលម្ដងទៀតពេលវគ្គដំបូងដោតអត់លឺទេណាស្កាត់ឈឹងអីក៏អត់លឺដែរឥឡូវខ្ញុំដោតមើលម្ដងទៀតឃើញអត់សំឡេងហ្នឹងសំឡេងចេញមកពី motor នេះអា motor នេះ ESC ហ្នឹងវាឲ្យសំឡេងអញ្ចឹងឥឡូវយើងសាកធ្វើការបើកតេឡេកាត់ឈឹងconnect តេឡេហើយ ESC ភ្ជាប់គ្នាហើយបាទដល់យើងកាច់ចកោតអីយ៉ាឡូវសាកហោអត់អត់វល់មិនហ្នឹងអូសង្កត់ដោតខុស channel អូមែនខ្ញុំដោតដូចទៅ receiver ខុស channel វាអញ្ចឹងវាអត់ដើរទេឥឡូវខ្ញុំដោតមួយនេះអានេះក៏អត់ដើរដែរអញ្ចឹងដោតអាមួយនេះអីចាអត់ដើរទេមិនមកចេះខុសអីប្រៀមបងនិយាយមក channel មួយណាចាំមើលអីយ៉ារកឃើញបាត់ទៅហើយបាទចំ20ខ្ញុំអត់ភ័យស្អើយបាទនេះចកោតដើរហើយឥឡូវយើងបវល់កង់អូយកូនហើយចង់ហោះអូ my god trờiយ៉ាងបងណាអានេះវាវល់លឿនឡើងរីកកង់ណាជមើតែគេចាំអៀតទៀតណាឃើញទេអានេះបើឃ្លានអាហ៊ានតែលបោតដៃបុកដៃឈាមលហាចនេះបើកង់វាឡើងរីកវាលឿនពេកឥឡូវបើកប្លង់មកវិញចេញ ESC មកមួយហេចេះជប់ខ្វាច់ easy បាទឃើញទេខ្ញុំកំងមកចាំអស់កន្លះខែយើងបង ESC របស់វាបាទនេះវាមាន QC ផាសទៀតបានន័យថាគេបានត្រួតពិនិត្យរួចហើយតែឥឡូវខ្ញុំត្រួតពិនិត្យម្ដងខ្ញុំដាក់តេស្តម្ដងអានេះគឺដូច 100% តែម្ដងអត់មានខុសទេគឺយើងកំងអា ESC ដដែលរបស់វាខ្ញុំមកដាក់តែម្ដងបាទឥឡូវខ្ញុំធ្វើការដោះផ្លាស់ប្ដូរវាសិនហើយដូចជាមិនមានអីពិបាកដោះទេអានេះស្រួលមកដោះវាសិន